មេរៀននឹងមួយអត់មានអ្នកវិទ្យាសាស្ត្រណានិយាយចេញឯឡើយហ្នឹងគឺមានតែប្រពុតទេថាទុកគ្រប់បែបយ៉ាងគឺមកពីតណ្ហាហ្នឹងមកតណ្ហាដែលយើងប្រែមកវាបានច្រើនរឿងណាថាចង់បានប្រែថាស្រឡាញ់ប្រែថាប្រាថ្នាប្រែថាជាប់ប្រែថាត្រេកតាអាលប្រែវាប្រែបានច្រើនក្នុងន័យអីឥឡូវអាត្មាឧទាហរណ៍ថាយើងស្ទះចរាចរណ៍យើងកំពុងតែបញ្ញាប់អានឹងចំណងរបស់យើងចង់ទៅឲ្យឆាប់ប៉ុន្តែវាស្ទះចរាចរណ៍ឡានយើងនៅកណ្ដាលគេយើងនៅលូក្នុងឡានហ្នឹងអូជាប់ if you are agree to be here it mean you are okay អញ្ចឹងបើសិនជាយើងព្រមថាធ្វើម៉េចផ្ទះចរាចរណ៍គេទៅក៏មួយអញក៏មួយអាហ្នឹងធ្វើម៉េចចង់ម៉េចក៏មិនបានដែរមានតែយើងព្រមថាស្ទះវាអញ្ចឹងហើយ if you want to be there you got problem អញ្ចឹងបើអ្នកអត់ចង់នៅនឹងឯងស្ទះនៅនឹងប៉ុន្តែចិត្តអ្នកចង់ទៅណោះដែលវា impossible វាមិនអាចទៅរួចលទ្ធផលមិនលទ្ធផលតឹងចិត្តពិបាកចិត្តបន្តិចហ្នឹងក៏បាក់ដែរបន្តិចហ្នឹងក៏បាក់ដែរព្រោះយើងមិនយល់ហងហេតុផលបន្តិចហ្នឹងយើងអត់យល់ផងអញ្ចឹងស្អីទាំងអស់តែមិនយល់ការពិតហ្នឹងកើតទុកហើយកលឹះតែបន្តិចទេណាមនុស្សឲ្យកលឹះត្រូវមនុស្សរស់មនុស្សខ្វះកលឹះត្រូវរស់នៅមិនកើតរហូតដល់ស្លាប់អញ្ចឹងបានដូចបងម្នាក់គាត់នៅអាមេរិកគាត់ទៅធ្វើការបើកឡានប្រហែលម៉ោងទៅ Los Angeles ហើយមកវិញអញ្ចឹងទៅតែមកវិញស្ទះចរាចរណ៍អញ្ចឹងមក feeling depressed យកមិញអាហ្នឹងវា feeling depressed ឬក៏ stress ពេលជួបបញ្ហាស្ទះចរាចរណ៍ប៉ុន្តែដល់វាញឹកញយទៅវាទៅជា depression ហើយដែលយើងអត់ដឹងវាពួកអីនៅពេលដែលធ្វើការហត់មកវិញស្ទះចរាចរណ៍មុំទៅដល់ផ្ទះទៅឧទាហរណ៍ដូចមានរឿងអីមួយប្រពន្ធនិយាយមិនសូវត្រូវគ្នាទៀតទាស់គ្នាខឹងគ្នាញ៉ៃពេញហ្នឹងឯងថារឿងមានតែរឿងតឹងឡើងទៅណាក៏មិនសុខទៅណាក៏មិនសុខកាលហ្នឹងមិនតាន់មាន Facebook អីច្រើនទេស្មានមានតែ diss ចែក diss អញ្ចឹងណាដល់ពេលគាត់បាន diss ចាក់តាមឡានវាមាន diss មេរៀនអភិធម្មមាន diss សំដែងតាមធម៌មាន diss គាថាអីចឹងទៅអញ្ចឹងក៏ដាក់តាមឡានហើយមានសភៅមួយទៀតណាពេលអត់ស្ទះចរាចរណ៍គាត់ចាក់អាត្មាឆ្លើយសំណួរឬក៏បញ្យល់តាមបនតាមអីចឹងទៅជាស្ដាប់ទៅអូខេពេលស្ទះចរាចរណ៍គាត់ដូរ diss ដាក់ diss មេរៀនហើយស្ទះទៅស្ដាប់មេរៀនពធសិនកន្លែងណាត្រូវសរសេរគាត់ភ្លេចថាវាទៅជាចង្រៃព្រោះអាស្ទះហ្នឹងគាត់ថាលែងជាចង្រៃព្រោះគាត់មានការងារផ្សេងសម្រាប់ធ្វើស្ទះវាអត់ទៅគាត់មេរៀនគាត់ថាកាលមុនគាត់ចេះចង់វៀងផ្លូវគាត់ថាមកតាមនេះបានរៀនឯងស្ទះបានរៀនបើអត់ស្ទះស្ដាប់ធម្មតាឃើញទេការស្ទះចរាចរណ៍លែងជាបញ្ហាសម្រាប់គាត់សរុបមកវិញការតឹងចិត្តវាកើតមកពីតណ្ហាដែលយើងប្រាថ្នាស្អីដែលវាមិននៅក្នុងវិស័យអញ្ចឹងហើយយើងឲ្យសុខទុក្ខនឹងនៅខាងក្រៅទាំងអស់ដែលឲ្យយើងសុខដែលឲ្យយើងទុក្ខនឹងពាក់ព័ន្ធនឹងមនុស្សក្តីពាក់ព័ន្ធនឹងបរិស្ថានដោយគឺនោះអារឿងខាងក្រៅទាំងអស់ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គរកឃើញថានៅក្នុងនេះចិត្តតាំងគុតតាំងសុខាវហੰការគ្រប់គ្រងចិត្តនាំមកនូវសេចក្តីសុខចិត្តតាំងតន់តាំងសុខាវហੰការទូនមានចិត្តឲ្យវាព្រមជាមួយស្អីដែលវាកើតឡើងហ្នឹងទទួលស្គាល់ការពិតនាំមកនូវសេចក្តីសុខណាយេចិត្តតាំងសញ្ញមេសន្តិបុគ្គលណាសម្រួមចិត្តនេះបានមកខន្តិមេរពន្ធនារួចចំណងទាំងឡាយសូម្បីតែមាក៏ចងបានឃើញទេរឿងក្នុងទាំងអស់ដូចយើងតានតឹងក្នុងចិត្តបើសិនយើងរៀបរាប់វាមកវិញចេះវាមកវិញចុះរឿងខាងក្រៅទាំងអស់ឃើញទេសើរឿងទៅទាំងអស់ប៉ុន្តែកលឹះនៅខាងក្នុងនេះទេអញ្ចឹងថ្មមិនដឹងថាធ្វើម៉េចឲ្យមេរៀនមួយហ្នឹងវាបានរីកសុសសាយសម្រាប់សង្គមយុវវ័យយើងព្រោះយុវវ័យយើងគឺជួបបញ្ហាអញ្ចឹងច្រើនណាស់មួយថ្ងៃនេះថ្មនិយាយទៅឡើងចង់ធានបើកទូរស័ព្ទពួកអ្នកបញ្ហាផ្លូវចិត្តកាន់តែច្រើនឡើងទេមកថ្មហ្នឹងហើយរហូតដល់អត់មានពេលវេលាធ្វើការងារខ្លួនឯងអញ្ចឹងมันច្រើនណាស់បញ្ហាផ្លូវចិត្តច្រើនណាស់ប៉ុន្តែដោះវាមិនងាយអស់មិនចេះអស់ដោយសារអីមនុស្សទាំងឡាយរំលងមេរៀនមួយហ្នឹងរំលងមេរៀនបរមត្ថធម៌ហ្នឹងបើសិនជារៀនបាន background បរមត្ថធម៌ហ្នឹងតិចថ្ម
រំលេចតែបន្តិចមានកលឹះតាមដានចិត្តរបស់ខ្លួនឯងស្រួលមិនបាច់ថ្មទៅបញ្យល់អីអស់ទឹកមាត់ច្រើនទៀតអូយកលឹះនៅនឹងតាមទ្វាតាមវត្ថុតាមអារម្មណ៍ហ្នឹងអញ្ចឹងរឿងតានតឹងទាំងឡាយហ្នឹងគឺយើង focus រឿងខាងក្រៅច្រើនពេកយើងភ្លេចខ្លួនឯងយើងភ្លេចស្រឡាញ់ខ្លួនឯងយើងចោលខ្លួនឯងយើងទុកខ្លួនឯងឲ្យនៅកដាលវាលកដាលហាលថ្ងៃគឺកិលេសក្នុងចិត្តនេះអញ្ចឹងបានពាក្យមួយដែលព្រះបរមគ្រូព្រះអង្គថាអត្តានញ្ញេបយ៉ាងចេញារក្ខយណੰសរក្ខេតាំងតនមញ្ញតរញ្ញមੰបរិជ្ជតិយបណ្ឌិតោណែបើដឹងថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួនឯងត្រូវថែរក្សាខ្លួននឹងឲ្យល្អខ្លួននេះគឺចិត្តរបស់យើងនឹងឯងកុំស្ពយវាពេកកុំធ្វើតាមវាពេកត្រូវប្រហាត់បរៀនវាប្រយ័ត្នតែវារឹងរូសយើងពិបាកគ្រប់គ្រងវាហ្នឹងហើយគ្មានអីពិបាកជាងទូនមានចិត្តហ្នឹងទេហើយក៏គ្មានអីសុខជាងការទូនមានចិត្តបានដែរឃើញទេអត្តាហិអត្តនោនេថោខ្លួនឯងជាទីពឹងរបស់ខ្លួនឯងកោហិនេថោបរោសយាអ្នកដតីណានឹងជាទីពឹងរបស់យើងបានអត្តនាហិសតន្តិអ្នកតាបុគ្គលទូនមានចិត្តខ្លួនឯងបានហើយតម្រង់ចិត្តខ្លួនឯងបានហើយនាថੰលបតិទុលភੰនឹងបាននៅទីពឹងដែលអ្នកដតីពិបាករកមនុស្សនោះអាចរីករាយនៅក្នុងសង្គមដែលគិតថាវឹកវរមនុស្សនោះអាចរស់នៅក្នុងសន្តិភាពទាំងដែលមនុស្សគេគិតថាវឹកវរឃើញទេ real peace គឺនៅខាងក្នុងនេះឯងចឹងបានអ្នកខាងចិត្តសាស្ត្រស្អីនោះវាស្រាលហើយមើលទៅអាត្មារៀនវាចេះប្រឆាំងរៀនខាង counseling នេះយើងឃើញតែប្រពុតនឹងដោះស្រាយលំ deep នៅខាងក្នុងនេះឡើងខ្ទេចខ្ទីអស់ដល់ទៅរៀន counseling ដូចគេលួង baby ចឹងវាអត់មានតែលួងចុះលួងឡើងលួងចុះលួងឡើងតែបើគេឲ្យធ្វើ assignment អីធ្វើតាមគេចឹងទៅប៉ុន្តែបើឲ្យចិត្តអាត្មាទៅធ្វើចឹងអាត្មាឃើញថាដោះមួយទេហ្នឹងដោះរួចទេបានមកគ្រាហ្នឹងវាអត់មានព្យាបាលអីផងលោមប៉ុន្តែអស់បានលុយច្រើនពួកហ្នឹងពួក counseling ហ្នឹងអ្នកមានបញ្ហាផ្លូវចិត្តទៅរក counseling ម្ដងរាប់រយហើយអ្នកខ្លះទៀតក៏មានបញ្ហាក្នុងក្រុមគ្រួសារគាត់នាំពោះជួនកាលទៅដោះតែម្នាក់ឯងអត់រួចគាត់នាំទៅទាំងអស់មកគ្រួសារទៅ 4-5 នាក់អស់រាប់រយរាប់ពាន់ហើយគាត់សង្ឃឹមថាដោះបានគាត់ដោះមានបានស្អីអស់លុយអានឹងយើងសង្ឃឹមឲ្យគេដោះឲ្យតែពុទ្ធបរៀនឲ្យយើងដោះខ្លួនឯងព្រោះជំពាក់វាជំពាក់ពីចិត្តរបស់យើងឲ្យពីណាដោះឲ្យកើតវាមានតែយើងដោះខ្លួនឯងហ្នឹងឯងប៉ុន្តែមេរៀនហ្នឹងគេរំលងអស់ធัวសម្រាប់យកមកគិតយកមកពិចារណាវល់កន្លឹះសម្រាប់រស់ដោយល្អហ្នឹងគេយកទៅសូត្រអស់លីងហើយយកទៅសូត្រអត់យកមកបរិយាយរាយរាប់ប្រាប់គ្នាបញ្យល់ថាត្រូវយកមកប្រើប្រាស់ក្នុងជីវិតយ៉ាងម៉េចហ្នឹងយើងរងហើយយើងរស់នៅដូចនៅលើគំនរភ្នំមាសភ្នំប្រាក់ដែលយើងមិនដែលជីកបានសូម្បីមួយតឡឹងនៅផ្ទះខ្ទមនៅលើនឹងក្រណាប៉ុន្តែក្រោមសមាសដូចគ្នាហ្នឹងដូចយើងនៅរស់នៅលើគំនរធัวរាល់ថ្ងៃដែលមាគារបស់ពុទ្ធហ្នឹងដែលមនុស្សអាចទៅជា counseling ខ្លួនឯងបានទៅជាទីប្រឹក្សារបស់ខ្លួនឯងបើសិនជាយល់នៅសច្ចធម៌ដែលព្រះបរមគ្រូព្រះអង្គទ្រង់បរៀនមកហ្នឹងទៅជា advisor របស់ខ្លួនឯងបានតែមិនមែនធម៌សូត្រទេគឺធម៌យល់សូត្រមិនមានបញ្ហាដោយសារសូត្របើសូត្រឲ្យចាំទៅបានអាហ្នឹងអត់បញ្ហាទេតែសូត្រដើម្បីសេរីសួស្តីនឹងឲ្យដៃវាធ្វើឲ្យបាត់លំអនៃពាក្យអប់រំពាក្យទូនមានព្រាមបដៅរបស់ព្រះបរមគ្រូអញ្ចឹងដូចអ្នកសួរអញ្ចឹងថាហៅមូលហេតុមិនឃើញសោះមិនឃើញទេបើមិនតាន់ឃើញចិត្តពីព្រោះបញ្ហាទាំងអស់នៅលើចិត្តអញ្ចឹងបើយើងមើលចិត្តមិនតាន់ឃើញផងទៅឃើញបញ្ហាមែនតែនមិនកើតរបន្ទោសរឿងនេះរបន្ទោសរឿងនោះមកពីគេអញ្ចេះបានអញចុះមកពីអានេះអញ្ចេះបានអញអញ្ចេះហ្នឹងហើយឃើញទេបន្ទោសទាំងអស់ឲ្យតែរឿងបន្ទោសឲ្យអញមិនសុខព្រោះអញ្ចេះអញមិនសុខព្រោះអញ្ចោះអញបាក់ចិត្តព្រោះអញ្ចេះព្រោះចោះមានន័យថាមិនតាន់ឃើញចិត្តរបស់ខ្លួនឯងហើយបើថាមិនតាន់ឃើញចិត្តតាមសភាវៈពិតទេរកមិនឃើញបើមិនតាន់ឃើញចិត្តផងរកឃើញចម្លែកព្រោះតួដែលនាំឲ្យតានតឹងគឺតួតោសមូលចិត្តហ្នឹងមានស្អីវាតោមនោបដិខៈថ្នាំងថ្នាក់កើតឡើងវាតានតឹងអញ្ចឹងហើយវាកើតមានស្អីជាបច្ច័យបច្ច័យរបស់វាជាប់តគ្នាមកគឺតណ្ហាក្នុងចិត្តហើយបច្ច័យខាងក្រៅគឺពួកអនិច្ចារម្មណ៍ដែលវាកើតមកវាជួបតែរឿងមិនជាទីប្រាថ្នាវាត្រូវតែកើតអញ្ចឹងបើយើងចង់ដោះស្រាយបញ្ហាផ្លូវចិត្ត
វាទល់តែរៀនពីចិត្តឲ្យច្បាស់បើមិនស្គាល់ចិត្តច្បាស់ទេចាប់ចិត្តមិនជាប់ទេហ្នឹងអញ្ចឹងបាននៅក្នុងវិសុទ្ធិមគ្គលោកប្រៀបធៀបថានៅអាការៈ32រាងកាយរបស់យើងហ្នឹងដូចដើមត្នោត32ដើមអញ្ចឹងហើយចិត្តដែលវាអាស្រ័យហ្នឹងដូចស្វាវាលោតកមីមកំមើមហើយយើងដែលជាអ្នកតាមដានចិត្តហ្នឹងដូចជាអ្នកកាន់ព្រួញដេញបាញ់ស្វាអញ្ចឹងបើសិនតែយើងអត់លឿនទេយើងមើលស្វាមិនច្បាស់ទេយើងបាញ់មិនត្រូវហើយស្វានឹងកំមើមដាក់យើងទៅរហូតតែអញ្ចឹងវាប្រឈឺយើងទៅរហូតចឹងចិត្តហ្នឹងអញ្ចឹងវាធ្វើឲ្យយើងកើតទុកគ្មានពីណាជាងចិត្តហ្នឹងទេអត់មាននរណាជាងចិត្តទេប៉ុន្តែនៅយើងមើលក្នុងសង្គមរាល់ថ្ងៃអូបានបន្ទោសគេមួយទៅសុបាយចិត្តនឹងបន្ទោសគេឃើញពីណាធ្វើខុសមួយសុបាយចិត្តនឹងហែកហួរគេណាហាក់ដូចខ្លួនឯងរួចផុតទុកហើយអញ្ចឹងណាអាសុបាយឃើញគេធ្វើខុសហ្នឹងអាហ្នឹងមកពីអីសិតតែមនុស្សអត់ស្គាល់ចិត្តថាចិត្តគ្មានរឿងអីជាងរ៉ៃជាងចិត្តហ្នឹងទេមនុស្សកំពុងធ្វើខុសក៏ចិត្តរបស់គាត់ធ្វើបាបគាត់នឹងឯងគាត់គ្មានបានសេចក្តីសុខអីគាត់ទេជាងបានព្រះអរិយទាំងឡាយលោកមានតែការអនុគ្រោះចំពោះអ្នកធ្វើខុសក៏លោកមានមេត្តាដែរទោះប្រាប់ក៏ប្រាប់ដោយមេត្តាដែរអត់បញ្ជុះអត់បញ្ជន់បលិចអីអត់ទេលីត្រីសុំសួរ